គេថាចិត្តគឺជាមេតបដឹកនាំការគិតនិងការប្រព្រឹត្តរបស់មនុស្សយើងចាគ្រប់គ្នាសុទ្ធតែទទួលស្គាល់ហើយថាមនុស្សយើងមានការគិតដូចគ្នាប៉ុន្តែអ្វីដែលខុសគ្នានោះគឺរបៀបនៃការគិតចាខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញរូបភាពមួយដែលគេតែងតែផុសនៅលើ social media គេដាក់លេខ6ណែអ្នកមកជ្រុងម្ខាងគេមើលឃើញលេខ6អ្នកជ្រុងម្ខាងទៀតគេមើលឃើញលេខ9អីចឹងទៅអញ្ចឹងពីរអ្នកដែលនៅជ្រុងផ្សេងគ្នាគឺគាត់មានការគិតខុសគ្នាចាអានេះគឺបញ្ជាក់អំពីរបៀបនៃការគិតរបស់មនុស្សយើងម្នាក់ៗណាគឺវាមានលក្ខណៈខុសគ្នាអញ្ចឹងការគិតរបស់យើងហ្នឹងគឺវាស្ដែងចេញអំពីឲ្យឃើញពីលទ្ធផលដែលយើងនឹងទទួលបានដូចគ្នាអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយតទៅនឹងរឿងបរិសុទ្ធដែលគាត់មានឪពុកជាអ្នកប្រមុខណាកូនប្រុសពីរនាក់ដែលមានឪពុកជាអ្នកប្រមុខអញ្ចឹងខ្ញុំគិតថាប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់បានអានឬក៏ធ្លាប់បានដឹងរឿងហ្នឹងឯងអញ្ចឹងកូនប្រុសពីរនាក់ដែលគាត់មានឪពុកជាអ្នកប្រមុខហ្នឹងគឺមានន័យថាស្ថានភាពជីវិតឬក៏លទ្ធផលនៃជីវិតរបស់គាត់ហ្នឹងខុសគ្នាអញ្ចឹងណាចាអញ្ចឹងគាត់តាមពិតគាត់ពីរនាក់ហ្នឹងគាត់មានឪពុកជាអ្នកប្រមុខអញ្ចឹងទៅហើយនៅពេលដែលឪពុកគាត់ហ្នឹងគឺអត់មានធ្វើការងារទេក្រៅពីកាន់ដបស្រាដើរប៉ោឡែអញ្ចឹងទៅក្រោយមកគាត់ក៏មានជំងឺឯងស្លាប់បាត់ទៅអញ្ចឹងកូនប្រុសពីរនាក់ហ្នឹងគឺកូនទី1ហ្នឹងគាត់ឃើញអំពីគំរូរបស់ឪពុករបស់គាត់ចានៅពេលដែលគាត់ធំដឹងក្តីមកគាត់ឃើញថាឪពុកគាត់គឺជាមនុស្សម្នាក់ដែលអត់មានប្រយោជន៍សោះសម្រាប់គ្រួសារនិងសង្គមណាគាត់ដើរតែផឹកស៊ីអីចឹងទៅហើយចុងក្រោយក៏ស្លាប់ដោយសារជំងឺនៅពេលដោយសារតែគាត់ផឹកនឹងឯងអញ្ចឹងកូនទី1ហ្នឹងគាត់គិតរបៀបអញ្ចឹងហើយគាត់ក៏ប្រព្រឹត្តអញ្ចឹងដោយឪពុករបស់គាត់មានន័យថាគាត់មើលគំរូរបស់ឪពុកគាត់ហើយគាត់ក៏ប្រព្រឹត្តតាមអ្វីដែលឪពុកគាត់បានធ្វើមកចាអញ្ចឹងចុងក្រោយគាត់ក៏ខ្លាយទៅជាមនុស្សប្រមុខដូចគ្នាហើយស្លាប់ដោយសារស្រាដោយឪពុកគាត់អញ្ចឹងយើងក៏លេចមកមើលកូនទី2វិញគាត់មានឪពុកជាអ្នកប្រមុខដូចគ្នាគាត់ធំដឹងក្តីឃើញឪពុកគាត់មួយថ្ងៃកាន់ដបស្រាប្រមុខដូចគ្នាអញ្ចឹងដែរប៉ុន្តែគាត់មានការគិតមួយគឺខុសពីកូនទី1មានន័យថាគាត់គិតថានៅពេលដែលគាត់មានឪពុកជាអ្នកប្រមុខគាត់ឃើញអំពីលទ្ធផលដែលឪពុកគាត់ទទួលបាននៅពេលដែលគាត់ប្រព្រឹត្តនៅពេលដែលគាត់ផឹកស្រាអញ្ចឹងគាត់ធ្វើឲ្យកូនគាត់គិតថាដើម្បីឲ្យជីវិតរបស់គាត់ឬក៏ជីវភាពរបស់គាត់នឹងប្រសើរជាងមុនមិនដើរតាមគន្លងអ្វីដែលឪពុកគាត់ធ្លាប់បានជួបគាត់ត្រូវតែកែប្រែខ្លួនឯងគាត់អញ្ចឹងគាត់គិតថាគាត់ត្រូវតែខំប្រឹងរៀនគាត់ត្រូវតែប្រឹងប្រែងធ្វើការអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលមានតម្លៃឲ្យក្លាយទៅជាមនុស្សដែលសង្គមគេត្រូវការណាចាអញ្ចឹងគាត់ក៏ប្រឹងប្រែងធ្វើការកែប្រែខ្លួនឯងឲ្យមានតម្លៃទៅហើយចុងក្រោយកូនទី2ហ្នឹងគាត់ក៏ខ្លាយទៅជាមនុស្សដែលមានការងារធ្វើមានជីវភាពប្រសើរជាងមុនដែរមិនដូចអ្វីដែលពួកគាត់បានជួបណាចាអញ្ចឹងអានេះចង់បើគំនិតអ្នកទាំងអស់គ្នាឲ្យគិតថាការគិតរបស់យើងអ្នកណាក៏មានដែរប៉ុន្តែរបៀបនៃការជ្រើសរើសការគិតគឺអាចនឹងទទួលបានលទ្ធផលខុសៗគ្នាទៅតាមអ្វីដែលយើងគិតចាអញ្ចឹងបើសិនជាយើងជ្រុលជាគិតហើយយើងអាចជ្រើសរើសការគិតមួយដែលធ្វើឲ្យជីវិតរបស់យើងនឹងប្រសើរជាងមុនល្អជាងមុនហើយនឹងមានការលំបាកតិចជាងមុនជាងដែលយើងចំណាយពេលគិតហើយចំណាយធម៌ពលខួរក្បាលហើយប៉ុន្តែធ្វើឲ្យជីវិតកាន់តែយ៉ាប់ជូនជាងមុនណាចាដូចរឿងមួយទៀតដែលគេនិយាយថាមនុស្សយើងភាគច្រើនយើងតែងតែកើតទុកមិនសុខចិត្តនៅអ្វីដែលយើងបានបាត់បង់ជាជាងយើងសប្បាយចិត្តឬក៏រីករាយនឹងអ្វីដែលយើងនៅសេសសល់ឬក៏អ្វីដែលយើងនៅមានអញ្ចឹងការគិតហ្នឹងគឺវាសំខាន់ណាស់ហើយវាចេះឥទ្ធិពលមកដល់ជីវិតរបស់យើងមកដល់មនុស្សនៅជុំវិញខ្លួនយើងមែនតើអញ្ចឹងសង្ឃឹមថានេះជាសារខ្សឹបប្រាប់អ្នកទាំងអស់គ្នាអំពីថាតើយើងអាចជ្រើសរើសយើងមានជំរឿក្នុងការជ្រើសរើសការគិតបែបណាសម្រាប់ជីវិតរបស់យើងហើយយើងនឹងទទួលលទ្ធផលបែបណានៅពេលដែលយើងជ្រើសរើសការគិតដ៏ត្រឹមត្រូវមួយអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានការចែករំលែកប៉ុណ្ណឹងហើយសង្ឃឹមថាវាបានជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាអរគុណច្រើនហើយជួបគ្នានៅវីដេអូក្រោយបាយ